Cầm ra sáng một phút muối mình trầm tay chia chủng loại đại của cho vào muối ông pi Techno Spark Slim ប៉ុណ្ណោះទេបន្ទាប់ពីខ្ញុំបានប្រើប្រាស់កន្លងមកនេះឃើញថាមានចំណុចច្រើនទៀតដែលលើសពីការរំពឹងទុករបស់ខ្ញុំ Techno មិនត្រឹមតែអាចធ្វើបាន smartphone ដែលមានកម្លាំងស្ដារបំផុតមួយប៉ុណ្ណោះទេគឺអាចផ្ទុកនៅថាមពលថ្មបានធំទៀតនៅតែមានបោះបំពងសម្លេងពីរគ្រាប់ហើយនៅអាចរក្សាតម្លៃបានសមរម្យបានថែមទៀតដោយនៅលើទីផ្សារប្រទេសកម្ពុជាយើង Techno Spark Slim នេះគឺមានតម្លៃត្រឹមតែ$249ពេលដែលបានឃើញតាំងពីគំរូ concept ដំបូងនេះខ្ញុំស្មានតែទូរស័ព្ទនេះមានតម្លៃមិនក្រោម$500ឬក៏អាចជិតដល់$1000ផងតែ Techno នៅអាចរក្សាតម្លៃបានសមរម្យដដែលទោះបីជាប្រើបច្ចេកវិទ្យាទំនើបមកផលិតក៏ដោយខ្លាយជា smartphone អេក្រង់កោងដែលមានកម្រាស់ស្ដើងបំផុតនៅលើពិភពលោកវាស់មកត្រឹមតែ5.93មីលីម៉ែត្រប៉ុណ្ណោះស្ដើងជាខ្មៅដៃហើយក៏នៅតែមានសភាពរឹងមាំដដែលបំពាក់ដោយកញ្ចក់ Corning Gorilla Glass 7i មានវិញ្ញាបនបត្រការពារពីការធ្លាក់និងធន់កម្រិតយោធាផងដែរមានអាការពារទឹកនិងធូលីកម្រិត IP64 អាចត្រូវទឹកភ្លៀងឲ្យបានគ្មានចោលជាបញ្ហានោះទេទូខ្លួនខាងក្រៅនេះធ្វើឡើងពីជ័រហើយស្ដាងនេះនៅតែអាចផ្ដល់ជូនអារម្មណ៍ថាមានគុណភាពផលិតខ្ពស់ដដែលមិនអន់នោះទេងាយស្រួលចាប់កាន់ប្រើប្រាស់នៅក្នុងដៃមានទម្ងន់ស្រាលកាន់ប្រើបានយូរហើយក៏ស្រួលក្នុងការកាន់លេងហ្គេមផងដែរជាពិសេសនៅពេលដែលយើងទុកនៅក្នុងហៅប៉ៅបានយ៉ាងងាយស្រួលដំបូងឡើយខ្ញុំគិតថា smartphone កម្រាស់ស្ដើងប្រកាសជាពិបាកកាន់ហើយជាមួយនឹងពិបាកប្រើប្រាស់ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានប្រើប្រាស់កន្លងមកនេះឃើញថាវាងាយស្រួលជាង smartphone ដែលមានកម្រាស់ក្រាស់ហើយមានទម្ងន់ធ្ងន់ទៅទៀតអ្នកទាំងនេះអាចធ្វើការជ្រើសរើសបានរវាងពណ៌សនេះហើយនិងជម្រើសពណ៌ខ្មៅមួយទៀតដោយពួកវាសុទ្ធតែអត់សូវជាប់ស្នាមរៀបដៃនោះទេនៅពេលដែលយើងប្រើប្រាស់ដោយមិនចាំបាច់ដាក់ខេសនេះអ្នកទាំងនេះអាចជ្រើសរើសបានទៅតាមចំណង់ចិត្តរបស់អ្នកទាំងនេះម្នាក់ហើយទោះបីជាយើងដាក់ខេសក៏ដោយក៏នៅតែមានកម្រាស់ស្ដើងដូចគ្នាដោយសារតែខេសមួយនេះគឺមានកម្រាស់ស្ដើងដែរជួយការពារបានមួយតង់ទៀតឥឡូវ mode design ពិតជាមានភាពតាក់ទាញមែនទែនជាមួយនឹងស៊ុមកាមេរ៉ាខាងក្រោយនេះមើលទៅស្រដៀងទៅនឹងគ្រឿងយន្តពីរឿងវិទ្យាសាស្ត្ររឿងពីអនាគតឬក៏នឹកឃើញដល់តួអង្គ Baymax តែម្ដងមានអីមើលទៅ cute របស់គេសំខាន់មានភ្លើងលម្អដែលយើងអាចបិទបើកបាននឹងទៀតមានអត្ថប្រយោជន៍វាលោតចេញមកនៅពេលដែលយើងទទួលបាននៅសារដំណឹងថ្មីឬក៏ពេលដែលមានគេខលចូលមកពេលកំពុងតែបញ្ចូលថ្មហ្នឹងសុទ្ធតែមានចលនាលោតមកដូចជាផ្នែកតតាអញ្ចឹងធ្វើឲ្យលេចធ្លោពី smartphone ដទៃទៀតនៅលើទីផ្សារបច្ចុប្បន្ននេះចំពោះចំណុចដែលមិនសូវជាផ្ដោតសំខាន់ខ្លាំងនៅលើនេះនោះគឺខ្ញុំចាប់អារម្មណ៍ឃើញថាគឺផ្នែកកាមេរ៉ានៅខាងក្រោយហ្នឹងគឺមានតែមួយគ្រាប់ប៉ុណ្ណោះគឺជា lens goal មានទំហំ50 megapixel ចំណែកឯមួយគ្រាប់នៅម្ខាងទៀតគ្រាន់តែជា mode លម្អប៉ុណ្ណោះមានសមត្ថភាពធ្វើការផ្ដិតរូបបានកម្រិតមធ្យមទទួលយកបានសម្រាប់សម្លាយខ្ទង់$200ជាងនេះនិងមានកាមេរ៉ាខាងមុខទំហំ13 megapixel ទទួលបាននៅផលិតផលផាកបែកគ្នាដែរយើងអាចធ្វើការទុកយកមកថតលេងបានដូចខ្ញុំកំពុងបង្ហាញនៅលើអេក្រង់នេះស្រាប់ទាំងកាមេរ៉ាខាងមុខហើយនិងកាមេរ៉ាខាងក្រោយហ្នឹងគឺយើងអាចថតបាន 2K 30 frame ឬក៏ចង់ថត60 frame គឺយើងត្រូវទម្លាក់មក1080វិញទោះបីជាមានកម្រាស់ស្ដើងយ៉ាងនេះហើយក្តី Techno Spark Slim ក៏នៅតែអាចដាក់ SIM បានដល់ទៅ2នៅក្នុងពេលតែមួយគ្រាន់តែអត់ឃើញមានកន្លែងដាក់ micro SD card ប៉ុណ្ណោះនៅតែមាន sensor IR ធ្វើជា tele បញ្ជាគ្រឿងអេឡិចត្រូនិកបាននិងមានបាសបំពងសម្លេងពីរោះពីគ្រាប់លើក្រោមនេះទៀតមាន control Dolby Atmos ស្របពេលដែល iPhone Air តម្លៃខ្ទង់ពាន់មានតែមួយគ្រាប់ប៉ុណ្ណោះនៅពីខាងលើយើងអាចរីករាយទស្សនាវីដេអូតាមដានរឿងចេញពីសំឡេង stereo ពីខាងលើក្រោមនេះជាមួយនឹងបន្ទះអេក្រង់កោងលាតពេញធំមួយមានទំហំ 6.78 អ៊ីងឃើញនៅសល់មានកែមខ្មៅជុំវិញបន្តិចសម្រាប់កញ្ចក់តម្លៃពេលនេះចាត់ទុកថាខ្លីល្មមហើយយើងនៅតែទទួលបានបន្ទះអេក្រង់ល្អមួយប្រភេទ OLED កោងសងខាងហ្នឹងអត់សូវជាកោងខ្លាំងប៉ុន្មាននោះដែរអត់ធ្វើឲ្យយើងច្រឡំប៉ះដៃនៅសងខាងហ្នឹងនោះទេមានគុណភាពច្បាស់ 1.5K កម្រិត refresh rate វិញឡើងខ្ពស់រហូតដល់ទៅ 144Hz អូសចុះឡើងបានរលូនអូសមើលអត្ថបទអូសមើលវីដេអូជាដើមនៅតែអាចខាច់អេក្រង់បានទោះបីជាដៃយើងសើមក៏ដោយនៅពេលដែលយើងយកទៅប្រើប្រាស់នៅខាងក្រៅវិញក៏នៅតែមានពន្លឺចាំងខ្លាំងថែមទៀតផងកម្រិតពន្លឺ 1600 nits សម្រាប់ high brightness mode និងរហូតដល់ទៅ 4500 nits សម្រាប់ peak brightness modeនេះគឺជាអេក្រង់មួយដែលឆ្លើយតបបានលឿនបង្ហាញរូបភាពបានដិតស្រស់ច្បាស់ត្រជាក់ភ្នែកខ្ញុំជឿថាអ្នកនឹងពេញចិត្តមិនខានការ scan ក្រៅដៃគឺនៅលើអេក្រង់គ្រាន់តែខ្ញុំចាប់អារម្មណ៍ឃើញថាវារាងស្ថិតនៅក្រោមបន្តិចប្រសិនបើទីតាំងរបស់វាខិតមកលើនឹងកាន់តែងាយស្រួលឲ្យយើងធ្វើការដាក់ម្រាមដៃពីលើហើយរយៈពេល scan វិញក៏ចំណាយពេលបន្តិចដែរប្រសិនបើយើងប្រើប្រាស់កាមេរ៉ាខាងមុខដើម្បីធ្វើការ scan មុខគឺ scan ចូលបានលឿនជាងអ្វីដែលរត់តែពិសេសនោះគឺថាមពលថ្ម5160 mAh មានទំហំធំមែនទែនសម្រាប់តួខ្លួនដែលមានកម្រាស់ស្ដើងតែប៉ុណ្នេះមានន័យថាយើងមិនចាំបាច់បារម្ភលើផ្នែកថាមពលថ្មនោះទេដែលនៅលើនេះគឺអាចកាន់ថ្មបានពេញមួយថ្ងៃដូច្នេះវាដូចជា smartphone ដែលមានកម្រាស់ក្រាស់ធម្មតាដដែលហើយការបញ្ចូលថ្មវិញគឺចំណាយពេលខ្ទង់តែ7 1ម៉ោងប៉ុណ្ណោះគឺអាចចូលបាន 100% ពេញវិញហើយគឺបញ្ចូលថ្មលឿនដែរតាមរយៈដុំ45វ៉ាត់ឲ្យពីក្នុងប្រអប់ហើយស្រាប់រួចក្រុមហ៊ុនក៏នៅតែធានាថានឹងអាចប្រើប្រាស់បានរយៈពេល5ឆ្នាំហើយសុខភាពថ្មនៅតែខ្ពស់ជាង 80% ដដែលកាន់ថ្មបានយូរមិនកាត់បន្ថយថ្មដូចជា smartphone កម្រាស់ស្ដើងផ្សេងមួយចំនួនទៀតនោះទេ
Tecno Spark Slim ក៏ជា smartphone ដំបូងគេបង្អស់មួយដែលបំពាក់ដោយបន្ទះ chip MediaTek Helio G200 ជា chip លំដាប់មធ្យមស៊េរីថ្មីទំហំ6 nanometer ផលិតដោយ TSMC មានកម្លាំងគ្រប់គ្រាន់សម្រាប់កិច្ចការប្រចាំថ្ងៃទូទៅឆ្លើយតបសារតាមដានព័ត៌មានប្រើប្រាស់បណ្ដាញសង្គមបានងាយស្រួលនិងអាចយកមកលេងហ្គេមល្បីៗបានដូចជា Mobile Legends PUBG Mobile អីគឺបានរលូនប្រសើរដូចគ្នាថែមទាំងមានបន្ទះបន្សាកម្ដៅដំណើរការបានល្អរបស់គេដែរក្នុងការប្រើមួយរយៈមកនេះឃើញថាអត់មានឡើងកម្ដៅខ្លាំងប៉ះពាល់ដល់ការប្រើប្រាស់ឬក៏លេងហ្គេមនោះដែរចំពោះប្រព័ន្ធបប្រតិបត្តិការនៅលើនេះគឺដំណើរការដោយ Android 15 ចេញពីប្រអប់នៃស្បែក iOS 15.1.2 មេនុយប្រើប្រាស់នៅលើហ្នឹងគឺសាមញ្ញងាយស្រួលអូសបញ្ជាមានមុខងារសម្បូរបែបដែរមុខងារ Tecno AI លុបវត្ថុចេញពីរូបភាព AI សង្ខេបអត្ថបទជួយសរសេរអត្ថបទនិងមានមុខងារផ្សេងៗទៀតដូចជាមុខងារ Free Link នៅលើហ្នឹងគឺអនុញ្ញាតឲ្យយើងធ្វើការ call ផ្ញើសារបានដោយឥតគិតថ្លៃរវាងអ្នកប្រើប្រាស់ Tecno ដូចគ្នាដែលស្ថិតនៅក្នុងរយៈចម្ងាយ2គីឡូម៉ែត្រពីគ្នាសម្រាប់ពេលណាដែលអត់មានសេវាក៏អាចតាក់ទងគ្នាបានដែរដូច្នេះហើយនេះគឺជា smartphone កម្រិតស្ដាមបំផុតមួយដ៏ពេញនិយមដែលមិនសូវកាត់កងអ្វីច្រើនពី smartphone ទូទៅឡើយនៅតែមានអេក្រង់ធំគុណភាពល្អបោះបំពងសំឡេង2គ្រាប់នៅតែមានថាមពលថ្មធំកាន់ថ្មបានយូរកម្លាំងម៉ាស៊ីនវិញគឺមានសមត្ថភាពគ្រប់គ្រាន់សម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់យើងលើកឡើងតែអ្នកចង់បានកាមេរ៉ាមានកញ្ចប់ពេញលេញទើបគួរតែរកមើល model ផ្សេងវិញ Tecno Spark Slim នេះគឺសម្រាប់អ្នកដែលចង់ស្គាល់បច្ចេកវិទ្យាថ្មីនៃ smartphone កម្រិតស្ដាមបំផុតដែលកំពុងពេញនិយមដោយមិនចាំបាច់ចំណាយថវិកាអស់ច្រើននោះទេត្រឹម$249គឺយើងទទួលបាននៅ smartphone Slim ដ៏ល្អមួយនៅលើទីផ្សារបច្ចុប្បន្ននេះបូករួមទាំងរូបរាងតាក់ទាញពិសេសមួយផងដែរហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតមកដល់ចប់ខ្ញុំគឹមលេងនឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀត